មានអ្នកយល់ច្រឡំជាមួយនឹងការប្រើប្រាស់ ed និង ing ជាមួយនឹងគុណនាមនៅក្នុងភាសាអង់គ្លេសហើយបើយល់ច្រឡំទេតើគួរដោះស្រាយវាដោយរបៀបណាចង់ដឹងចម្លើយអត់បើសិនជាចង់ដឹងចម្លើយកុំភ្លេចចុច follow page និង TikTok របស់ខ្ញុំហើយមើលដល់ចប់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះត្រឡប់មកជួបខ្ញុំសារជាថ្មីនៅចំណេះដឹងផ្នែកភាសាអង់គ្លេសតក់ពេញបំពង់ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតរបស់យើងក្នុងការប្រើប្រាស់ភាសាអង់គ្លេសជាពិសេស ed និង ing ជាមួយនឹងគុណនាមការប្រើប្រាស់ទី1នៅពេលដែលយើងប្រើប្រាស់ ed បូកជាមួយនឹងគុណនាមឬ adjective ហ្នឹងគឺបង្ហាញអំពី how does someone feel ឬក៏យើងអាចនិយាយថា how a person feel បង្ហាញអំពីនរណាម្នាក់ឬក៏មនុស្សណាម្នាក់ដែលគាត់មានអារម្មណ៍យ៉ាងម៉េចទៅលើស្ថានភាពឬរឿងរ៉ាវផ្សេងៗជុំវិញគាត់ឧទាហរណ៍ I am interested in English. She is excited about the trip. They are surprised the news. ដូច្នេះឧទាហរណ៍ទាំង3ហ្នឹងបង្ហាញអំពីអារម្មណ៍របស់នរណាម្នាក់ទៅលើរឿងអីមួយចំណុចទី2នៅពេលដែលយើងប្រើប្រាស់គុណនាមជាមួយនឹង ing បង្ហាញអំពី what causes the feeling. For example, English is interesting. The trip is exciting. The news is surprising. អញ្ចឹងកាលណាបង្ហាញអំពីទាំងអស់ហ្នឹងគឺបង្ហាញអំពីរឿងរ៉ាវអីមួយឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់នរណាម្នាក់ម្ដងទៀត ed បូកជាមួយនឹងគុណនាមបង្ហាញអំពីអារម្មណ៍របស់នរណាម្នាក់ ing ជាមួយនឹងគុណនាមប្រើបង្ហាញអំពីរឿងណាមួយដែលធ្វើឲ្យប៉ះពាល់ទៅលើអារម្មណ៍របស់យើងដូច្នេះយើងមកប្រៀបធៀបទាំងអស់គ្នាអំពីការប្រើប្រាស់របស់វា The first example English is interesting. I am interested in English. Second sentence she is excited about the trip. The trip is exciting. The news is surprising. They are surprised the news. ដូច្នេះបន្ទាប់ពីអ្នកនរគ្នាបានដឹងតើអ្នកនរគ្នាយល់បានកម្រិតណាដែរក្នុងការប្រើប្រាស់ ed និង ing ជាមួយនឹងគុណនាមចង់បានដូចចំណេះដឹងបន្តផ្នែកភាសាអង់គ្លេសកុំភ្លេចចុច follow page TikTok របស់ខ្ញុំបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ